តើតើជាមួយនឹងប្រាក់ខែនៅក្នុងប្រទេសអ៊ីស្រាអែលគឺមានតម្លៃខ្ពស់ខ្លាំងមែនទែនរហូតដល់ទៅ2100ឯណោះប៉ុន្តែបងប្អូនត្រូវដឹងតើតើជាមួយនឹងប្រាក់ខែទាំងអស់នេះពីព្រោះជាបទពិសោធន៍ដែលខ្ញុំធ្វើការនៅក្នុងប្រទេសអ៊ីស្រាអែលរយៈពេល2ឆ្នាំដែរអញ្ចឹងខ្ញុំចែកម្លែកទៅកាន់បងប្អូនតើតើជាមួយនឹងប្រាក់ខែនេះនៅក្នុងប្រទេសដែលរីកចម្រើនដូចជាក្នុងប្រទេសកូរ៉េនេះផ្ទាល់ដែលខ្ញុំកំពុងតែធ្វើការនេះប្រទេសដែលមានការរីកចម្រើនខ្លាំងគឺតែងតែកាត់ពន្ធខ្លាំងហើយអញ្ចឹងបងប្អូនដែលរំពឹងថាទៅក្នុងប្រទេសអ៊ីស្រាអែលបានប្រាក់ខែខ្ពស់ខ្លាំងនោះអានឹងបងប្អូនអាចនឹងខកចិត្តហើយពីព្រោះនៅក្នុងប្រទេសដែលរីកចម្រើនខ្លាំងចំពោះការកាត់ពន្ធកាត់រ៉ាប់រងផ្សេងគឺថាកាត់ច្រើនខ្លាំងមែនទែនជាបទពិសោធន៍ដែលខ្ញុំធ្វើការនៅទីនឹងផ្ទាល់ក្នុងឆ្នាំ2019 2020នោះគឺប្រាក់ខែខ្ញុំក៏ខ្ពស់មិនអន់ដែរចំពោះនិស្សិតខ្ញុំទៅនោះគឺជានិស្សិតទេនិស្សិតហាត់ការរយៈពេល1ឆ្នាំប៉ុន្តែដោយសារកំឡុងពេលនឹងរដូវកាលកូវីដអញ្ចឹងខ្ញុំបន្ត1ឆ្នាំទៀតតាក់ទងជាមួយនឹងការធ្វើការខាងគូទឹកដោះហើយចំពោះការកាត់ពន្ធគឺកាត់ច្រើនប្រាក់ខែវាខ្ពស់មែនប៉ុន្តែការកាត់ពន្ធគឺកាត់ច្រើនកាត់ទៅលើពន្ធអីខ្លះគឺយើងមិនសូវច្បាស់ទេហើយកាត់ទៅលើកន្លែងស្នាក់នៅឲ្យជាដើមក្រុមអ្នកទៅជានិស្សិតគឺការចំណាយខ្លាំងមែនតើចំពោះប្រាក់ខែ1000ជាង1200 1300នៅសល់ខ្ទង់ប្រហែលជា300 400ទេក្នុងមួយខែពីព្រោះកាត់ទៅលើសាលានឹងគឺខ្លាំងពីព្រោះជនជាតិអ៊ីស្រាអែលនេះគឺឆ្លាតណាស់បងប្អូននាំអ្នកធ្វើការទៅនាំនិស្សិតអីទៅគឺលុយដែលបានពីប្រាក់ខែនឹងមកគឺចំណាយទៅក្នុងប្រទេសអ៊ីស្រាអែលនឹងវិញស្ទើរទាំងស្រុងតែម្ដងចំពោះលុយដែលសល់ចូលមកកាន់ប្រទេសកម្ពុជាយើងទៅជាលក្ខណៈនិស្សិតនេះគឺសល់តិចខ្លាំងមែនទែនអញ្ចឹងទៅជាពលករគឺដូចគ្នាបងប្អូនដែលរំពឹងថាសល់ច្រើនគឺបងប្អូនប្រយ័ត្នខកបំណងប្រាក់ខែ2100នេះគឺជាប្រាក់ខែអបបរមាដែលយើងមិនទាន់កាត់ទៅលើអ្វីទាំងអស់អញ្ចឹងនៅពេលដែលគេកាត់ទៅលើពន្ធអីផ្សេងកន្លែងស្នាក់នៅអីផ្សេងធានារ៉ាប់រងទៀតបងប្អូនអាចសល់ខ្ទង់1400 1500ឬក៏ខ្ពស់ជាងនឹងតិចតួចទេបងប្អូនត្រូវដឹងប្រទេសដែលមានប្រាក់ខែខ្ពស់ប្រទេសដែលរីកចម្រើនគឺកាត់ពន្ធច្រើនហើយនឹងកាត់ទៅលើធានារ៉ាប់រងអីផ្សេងច្រើនមុខទៀត